មកស្ដាប់ស្ថានភាពព្រំដែន3ផ្ទួងគ្នាកំពុងតែជាប់ដៃមួយទំហឹងស្ដាប់ហើយមេត្តាជួយចែករំលែកម៉ោង7ជាងនេះមុខប្រាសាទព្រះវិហារនិងតាសឹមកំពុងតែក្តៅខ្លាំងពួកវាបញ្ជូនថ្មើរជើងឡើងមកតែកម្លាំងយើងទប់ជាប់និងត្រៀមគប់ទៅចោលកាន់តែធ្ងន់ហើយវាមិនចុះចាញ់ទេហើយដំណឹងទី2នោះគឺម៉ោងជាង7យប់នេះខាងឧត្តរមានជ័យបន្តជាប់ដៃខ្លាំងពួកវាផ្លោងដាក់ថ្មដូនតាក្របីតាមន់មិនងាយចប់ទេត្រូវទប់និងវេយបកពួកវាបន្តទៀតស៊ូកងកម្លាំងដ៏ក្លាហានរបស់យើងកំចាត់សត្រូវឈ្លានពានឲ្យចុះចាញ់ហើយដំណឹងចុងក្រោយនេះបងប្អូនគឺជារឿងមួយដែលថ្មីស្រឡាងតែម្ដងលោកអាណូទីនិយាយថាបានត្រៀមខ្លួនវិភាសាជាមួយនឹងលោកដូណាល់ត្រាំប៉ុន្តែទាមទារឲ្យមានការកំណត់ការវិភាគប្រជុំកម្រិតថ្នាក់ដឹកនាំនិងចំណុចពិភាក្សាឲ្យបានល្អិតល្អន់ចុំហ៊ានដាក់លក្ខខណ្ឌជាមួយលោកដូណាល់ត្រាំបងប្អូនចាំមើលអាប់ដេតទៅមុខទៀតបងប្អូនអត់ទាន់ស្គាល់ត្រាំទេមកទៅបានអាណូទីនបងប្អូនយើងរងចាំដំណឹងថ្មីអាប់ដេតទៀត